ខ្ញុំអាចឈ្មោះម៉ៅប៉ូឡូខ្ញុំជាគណៈនាយករងនៅក្នុងធនាគារ SBI លីហួរម៉ូកធនាគារ SBI លីហួរម៉ូកជាធនាគារដែលមានការវិនិយោគរវាងពីរហ៊ុនធំទីមួយគឺខាង SBI Holding Group ដែលមានទីតាំងនៅប្រទេសជប៉ុនហើយនិងលោកអ្នកអញ្ញាលីហួរក្រុមហ៊ុន SBI Holding ជាក្រុមហ៊ុនមួយដែលមានលំដាប់ថ្នាក់អន្តរជាតិគេហៅថាខ្នាតយក្សនៅក្នុងប្រទេសជប៉ុនហើយលោកអ្នកអញ្ញាលីហួរជាអ្នកវិនិយោគនៅក្នុងស្រុកដែលប្រជាជនភាគច្រើនគឺគាត់បានស្គាល់កេរ្តិ៍ឈ្មោះនិងក៏ដូចជាកតនាមរបស់លោកអ្នកអញ្ញាលីហួរដែលគាត់មានប្រភពអាជីវកម្មរបស់គាត់ពីដំបូងមកគឺជាហាងបដូរប្រាក់នៅពេលបច្ចុប្បន្ននេះគាត់មានក្រុមហ៊ុនផ្សេងទៀតជាច្រើនផងដែរនៅក្នុងក្រុមរបស់ Liho Group សម្រាប់ចំនួនបុគ្គលិករបស់ខាងធនាគារ SBI Liho របស់យើងនៅពេលបច្ចុប្បន្ននេះគឺយើងមានត្រឹមតែ 1400 នាក់ទេបាទហើយនៅក្នុងចុងឆ្នាំ2025នេះគឺយើងមានគម្រោងនៅក្នុងការរើសបន្ថែមរហូតដល់ 1500 នាក់សម្រាប់ពីពណ៌នេះតាមពិតទៅធនាគារ SBI Liho របស់យើងធ្លាប់បានចូលរួមម្សាមកហើយនៅឆ្នាំ2023ហើយនៅក្នុងឆ្នាំ2025នេះធនាគារ SBI Liho មករបស់យើងនឹងចូលរួមបន្តទៅទៀតនៅក្នុងឆ្នាំ2025នេះនៅឆ្នាំ2023ក៏យើងបានដឹងថាគឺយើងមាន success case មួយចំនួនដែរដោយសារតែនៅពេលដែលយើងធ្វើពិព័រណ៍ការងាររបស់យើងគឺយើងបានសម្ភាសបេក្ខជនបេក្ខនារីដែលមានសក្តានុពលមកចូលរួមធ្វើការងារជាមួយនឹងខាងយើងផងដែរអញ្ចឹងនៅក្នុងឆ្នាំ2025នេះក៏យើងសង្ឃឹមថាយើងនឹងអាចធ្វើការជ្រើសរើសបេក្ខជនក៏បេក្ខនារីដែលមានសក្តានុពលឲ្យមកចូលធ្វើការងារជាមួយនឹងយើងឲ្យបន្តទៅទៀតដែរយើងសង្ឃឹមថាពិព័រណ៍ការងាររបស់យើងនេះនឹងផ្ដល់ឱកាសទៅដល់បេក្ខជនបេក្ខនារីហើយជាពិសេសបងប្អូនសិស្សានុសិស្សដែលគាត់បានរៀនចប់មហាវិទ្យាល័យនោះហើយគាត់បានស្គាល់ធនាគារ SBI Liho របស់យើងបានកាន់តែច្បាស់ផងដែរហើយបងប្អូនដែលមានសក្តានុពលបងប្អូនអាចយក CV របស់បងប្អូនទៅផ្ទាល់តែម្ដងបាទនៅក្នុងកម្មវិធីពិព័រណ៍ការងារនិងមគ្គុទ្ទេសក៍អាជីពនៅថ្ងៃទី9ថ្ងៃ10ខាងមុខនេះបងប្អូននឹងអាចបានទទួលនៅព័ត៌មាន2ទី1គឺព័ត៌មានល្អនៅពេលដែលបងប្អូនសម្ភាសការងារគឺបងប្អូនអាចទទួលបានលទ្ធផលនៃការធ្វើការងាររបស់បងប្អូនភ្លាមផ្ទាល់តែម្ដងនៅកន្លែងសម្ភាសនោះហើយនៅទី2បងប្អូនអាចទទួលបាននៅវត្ថុអនុស្សាវរីយ៍ផ្សេងពីខាងធនាគារ SBI Liho ដោយសារតែយើងមានបុគ្គលិកជំនាញរបស់យើងមួយចំនួនគឺគាត់នៅរងចាំបងប្អូននៅទីនោះផ្ទាល់តែម្ដងធនាគារ SBI Liho របស់យើងក៏យើងបើកចំហទៅដល់បងប្អូនដែលកំពុងតែរៀននៅមហាវិទ្យាល័យហើយអាចដាក់ពាក្យស្នើសុំមកធ្វើការចុះកម្មសិក្សានៅធនាគារ SBI Liho របស់យើងផ្ទាល់តែម្ដងហើយចង់ជំរាបជូនបងប្អូនផងដែរថាបងប្អូនអត់ចាំបាច់មានបទពិសោធន៍ការងារទេទោះបីបងប្អូនជានិស្សិតដែលកំពុងតែរៀនផ្ទាល់នេះគឺបងប្អូនអាចស្នើសុំមកចុះធ្វើកម្មសិក្សាផ្ទាល់ហើយការចុះមកធ្វើកម្មសិក្សានេះគឺមានថាបងប្អូនអាចរៀននៅចំណេះជំនាញពីរបៀបនៃការធ្វើការងារផ្ទាល់តែម្ដងជាមួយនឹងខាងរៀនច្បងរបស់យើងនៅក្នុងធនាគារ SBI Liho ហើយសម្រាប់ឱកាសនេះផងដែរបងប្អូនអាចស្នើសុំអាស្រ័យទៅលើពេលវេលារបស់បងប្អូនពេលខ្លះអាចរហូតដល់3ខែពេលខ្លះអាចរហូតដល់6ខែ9ខែឬក៏12ខែវាជាទុនមួយល្អសម្រាប់បងប្អូននៅពេលដែលបងប្អូនរៀនចំមហាវិទ្យាល័យគឺបងប្អូនមាននៅបទពិសោធន៍មួយចំនួននាំយកទៅជាមួយនឹងបងប្អូនហើយអាចធ្វើឲ្យបងប្អូនងាយស្រួលនៅក្នុងការស្វែងរកការងារថ្មីរបស់បងប្អូនផងដែរ